ទៅខ្ញុំដឹងថាពួកខ្ញុំអ្នកគ្រប់គ្រងអ្នកបដោះក្មេងអ្នកអប់រំក្មេងម្នាក់ខ្ញុំប្រើពេលប្រហែលឆ្នាំខ្ញុំក្រោយខ្ញុំធ្វើបានល្អតពេលគាត់ធ្វើអញ្ចឹងខ្ញុំយល់ពីអារម្មណ៍គាត់វាដូចជាខ្ញុំដែលមើលថែក្មេងអប់រំក្មេងពេលដែលក្មេងធ្វើបានចិត្តធីជេចេះថាអញ្ចឹងបានយល់ពីអារម្មណ៍ fan អូក៏បើសិនជាគាត់បង្កើតក្លឹបម្នាក់មួយទៀតរត់ទៅល្អទៀតខ្ញុំជឿជាក់ថាកីឡាករគុនខ្មែរយើងនឹងរីកដុះដាលបានច្រើនហ្មងមកកីឡាករលីហួរមកលឿនតិចមកមកធ្វើវីដេអូលីហួរមួយមើលវាយឈ្នះហ៎ហើយមកនឹងហាត់អត់លោហុកខ្ញុំថាណាគេក៏គេវាយមើលលោហុកមកហាត់អត់មកហាត់អត់មកមើលផ្លូវតាមឡាកឯងហើយជន់បន្លាហើយចុះថាមានបងប្អូនយើងថាកីឡាករអត់ហាត់វីដេអូតិចពេកគាត់អត់មើលវីដេអូហាត់ហើយការងារអត់ធ្វើវីដេអូគេមើលអីមកធ្វើវីដេអូគេមើលគាត់អត់មើលគាត់ដើរគាត់អត់មើលវីដេអូហាត់វីដេអូអត់ចង់ថាវីដេអូហាត់យូរទៅចុះយើងរុញដល់គាត់ដល់ពេលវីដេអូយើងអត់ហាត់យើងទៅជួបបងប្អូនយូរច្រើនរុញដល់គាត់ហើយឃើញតែតែបើយើងហាត់ដល់លោកគ្រូពេសុផាននេះឥឡូវសួរលោកគ្រូហាត់មួយថ្ងៃប៉ុន្មានពេលមួយថ្ងៃហាត់2ពេលហ្នឹងតែលោកក៏ចង់ឲ្យហាត់5ពេលហ្នឹងខ្ញុំអត់ទៅដឹងដែរបាទហាត់អត់ហូបអីហ៎តែស្បាប់កន្លែងខ្ញុំសុំទោសស្បាប់កន្លែងខ្ញុំហាត់តែ2ពេលមួយថ្ងៃខ្ញុំហាត់តែ2ពេលបាទហើយហើយក៏ខ្ញុំបាទចិត្តហើយក៏អរគុណតែតាមដានម្លឹងខ្ញុំអរគុណច្រើនខ្ញុំក៏បារម្ភពុកម៉ែបងប្អូន fan ដែលបារម្ភហើយតាមដានម្លឹងបាទអូអរគុណច្រើនណាចាបាទដូចខំយើងខ្ញុំទៀតខ្ញុំថាខ្ញុំខំហើយតែឃើញពុកម៉ែបងប្អូន fan ដែលគាំទ្រប្រហែលអ្នកហ្នឹងដូចខំជាងខ្ញុំទៀតបាទអរគុណច្រើនដែរជួយរំលែកអាការព្យាយាមការតស៊ូធ្វើរបស់ខ្ញុំហ្នឹងជួយរំលែកជួយជឿស្អើអញ្ចឹងសុបាយចិត្តខ្ញុំសុបាយចិត្តចាចាអញ្ចឹងលោកគ្រូប្រហាត់មួយថ្ងៃគាត់ហាត់2ពេលបាទជប់ទៀតបាទតអញ្ចឹងទៅខ្ញុំដឹងថាពួកខ្ញុំអ្នកគ្រប់គ្រងអ្នកបដោះក្មេងអ្នកអប់រំក្មេងម្នាក់ខ្ញុំប្រើពេលប្រហែលឆ្នាំខ្ញុំក្រោយខ្ញុំធ្វើបានល្អតពេលគាត់ធ្វើអញ្ចឹងខ្ញុំយល់ពីអារម្មណ៍គាត់វាដូចជាខ្ញុំដែលមើលថែក្មេងអប់រំក្មេងពេលដែលក្មេងធ្វើបានចិត្តធីជេចេះថាអញ្ចឹងបានយល់ពីអារម្មណ៍ fan អូក៏បើសិនជាគាត់បង្កើតក្លឹបម្នាក់មួយទៀតរត់ទៅល្អទៀតខ្ញុំជឿជាក់ថាកីឡាករគុនខ្មែរយើងនឹងរីកដុះដាលបានច្រើនហ្មងការមើលថែរបស់គាត់បានល្អបាទមកវិនាទីក៏គាត់គិតគាត់បំផុតដែរចាបាទអរគុណលោកគ្រូចា